សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាឥឡូវវិលមកកាន់ Channel Admin សាជាថ្មីគឺ Admin លើកយកនៅប្រធានបទមួយដែលនិយាយអំពីចូលរៀនអំពីអតីតកាលបានអ្នកត្រូវកសាងអនាគតថ្លៃថ្លាអ្នកមិនអាចកែប្រែអតីតកាលបានទេប៉ុន្តែអ្នកអាចកំណត់និងធ្វើយ៉ាងណាឲ្យអនាគតរបស់អ្នកមានភាពភ្លឺស្វាងដូចនេះកុំឲ្យរឿងអតីតកាលមករារាំងនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយឲ្យសោះតែអ្នកត្រូវរៀនអំពីកំហុសបទពិសោធន៍ដែលអ្នកបានឆ្លងកាត់ជាងនេះទៅទៀតរាល់ការសម្រេចចិត្តមិនថាធំឬតូចប៉ុណ្ណាទេអ្នកត្រូវតែត្រិះរិះពិចារណានិងសម្លឹងមើលទៅមុខជានិច្ចនោះវានឹងនាំអ្នកទៅរកថ្ងៃអនាគតដ៏ល្អប្រសើរដើម្បីឲ្យជីវិតរបស់អ្នកមានភាពភ្លឺស្វាងនិងថ្លៃថ្លាយើងត្រូវអភិវឌ្ឍបុគ្គលិកលក្ខណៈដូចខាងក្រោម1គឺអភិវឌ្ឍរាងកាយថែរក្សាសុខភាពហាត់ប្រាណកាយសិក្សាអប់រំសុខភាពជំរើសចំណីអាហារបំពន់ចំណីអាហារថែរក្សាបរិស្ថានមានអនាម័យមិនធ្វើការហួសកម្លាំងបរិភោគអាហារទៀងទាត់ទាន់ពេលវេលាបញ្ចេញកម្លាំងពលកម្មធ្វើការជំនះភាពស្ពឹកស្រពន់ជឿច្រអូសនិងបញ្ចេញជាតិពុលពីក្នុងខ្លួនពីរនោះគឺអភិវឌ្ឍស្មារតីមានភាពម្ចាស់ការចេះស្គាល់ខ្លួនឯងដោយខ្លួនឯងឆន្ទៈមោះមុតមិនទន់ជ្រាយពង្រឹងនៅស្មារតីក្លាហានភាពឆ្លៀសវៃចេះសម្របតាមកលៈទេសៈមានមនសិការនៅក្នុងការងារនិងមានទំនួលខុសត្រូវមានសីលធម៌នៅក្នុងការរស់នៅប្រព្រឹត្តតែអំពើសុចរិតប្រកាន់ប្រពៃណីទំនៀមទម្លាប់គោរពច្បាប់សង្គមនិងឧត្តមគតិសង្គម3អភិវឌ្ឍចំណេះដឹងបង្កើនសមត្ថភាពពង្រឹងពុទ្ធិទេសនាវដ្តីកាសែតទូរទស្សន៍ខិតខំប្រឹងប្រែងរៀនសូត្រសិក្សាស្រាវជ្រាវបន្ថែមដើម្បីពង្រឹងគំនិតទូលំទូលាយដកស្រង់បទពិសោធន៍ល្អៗវឹកហាត់អនុវត្តជារៀងរាល់ថ្ងៃនៅទ្រឹស្ដីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបណ្ដុះបណ្ដាលវិជ្ជាជីវៈឬបំណិនអាជីពឬក៏ស្រាវជ្រាវជាប្រចាំសិក្សាវិទ្យាសាស្ត្របច្ចេកទេសអតីតកាលជាពេលវេលាដែលកន្លងផុតទៅហើយយើងមិនអាចកែប្រែអតីតកាលនិងរស់នៅក្នុងអតីតកាលបានជារៀងរហូតនោះទេឆាកជីវិតមនុស្សរមែងតែងឆ្លងកាត់នៅអតីតកាលដែលល្អនិងអាក្រក់លាយឡំគ្នាដែលជាហេតុធ្វើឲ្យចិត្តរបស់យើងដក់ជាប់នៅក្នុងរឿងអតីតកាលគួរតែបំភ្លេចរឿងអាក្រក់ៗនៅក្នុងអតីតកាលចូលកុំដេកដួលជាមួយនឹងរឿងអតីតកាលដែលធ្វើឲ្យខូចចិត្តនិងធ្វើឲ្យយើងរងរបួសអស់ក្តីសង្ឃឹមយូរពេកអីណាអតីតកាលដែលមិនល្អទម្លាក់វាចោលទៅលុបវាចេញពីខួរក្បាលរបស់យើងទៅហើយចាប់យកតែរឿងល្អៗដើម្បីបន្តអនុវត្តនៅក្នុងពេលបច្ចុប្បន្នតាមលទ្ធភាពដែលយើងអាចធ្វើទៅបាននរណាក៏ធ្លាប់បរាជ័យនៅក្នុងជីវិតដែរតែយើងត្រូវចេះរៀនកែប្រែនៅភាពបរាជ័យមកធ្វើជាបទពិសោធន៍នៃភាពជោគជ័យរបស់យើងបើយើងដួល100ដងយើងនឹងទទួលបានបទពិសោធន៍100ដងយើងមិនត្រូវអស់សង្ឃឹមនោះទេណាត្រូវតែញញឹមត្រូវតស៊ូមិនយូរទេយើងនឹងទៅដល់គោលដៅនៃជីវិតពិតរបស់យើងហើយណាទោះជាពេលខ្លះយើងនៅម្នាក់ឯងគ្មានស្នាមញញឹមគ្មានអ្នកនៅក្បែរជួយលើកទឹកចិត្តក៏យើងមិនត្រូវអស់សង្ឃឹមដែរណាយើងត្រូវតែផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងដើម្បីឆ្ពោះទៅគោលដៅអនាគតដែលយើងបានដៅទុកតស៊ូព្យាយាមនៅក្នុងពេលបច្ចុប្បន្នបើយើងរស់នៅតែជាមួយនឹងភាពសៅហ្មងភាពអស់សង្ឃឹមគ្មានស្នាមញញឹមគឺដូចជាយើងរក្សាទុកតែរឿងមិនល្អរឿងក្តៅក្រហាយធ្វើឲ្យចិត្តរបស់យើងរកពន្លឺនៃសេចក្តីសុខមិនឃើញឡើយយើងគួរតែទម្លាក់ចោលនៅរឿងដែលមិនល្អឲ្យអស់ទៅហើយខិតខំធ្វើរឿងដែលល្អៗនៅក្នុងពេលបច្ចុប្បន្ននោះយើងនឹងទទួលបាននូវភាពជោគជ័យជាមិនខានអនាគតស្រស់ថ្លាយើងត្រូវតែធ្វើខ្លួនយើងឲ្យរឹងមាំមិនទន់ជ្រាយមិនត្រូវដេកដួលលើព្រហ្មលិខិតឡើយណាបើសិនជាយើងបៀមតែទុកមិនខុសអំពីពាក្យស្លោកមួយដែលបានពោលថាឈើបៀមទឹកឆាប់ពុកមនុស្សបៀមទុកឆាប់ស្លាប់ហ
ហេតុដូចនេះហើយយើងត្រូវតែទម្លាក់ចោលអតីតកាលដែលមិនល្អខំសាងតែអំពើល្អនៅក្នុងពេលបច្ចុប្បន្នដើម្បីជីវិតស្រស់ថ្លានៅពេលអនាគត